ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអង្គជាដាវីតមកពីក្រុម AU10 អញ្ចឹងថ្ងៃនេះខ្ញុំបានមកធ្វើវីដេអូដែលយើងនឹងត្រូវ run comment មួយចំនួននៅក្នុង Ubuntu server របស់យើងមាន update install យើង enable នៅ service ឬក៏ check status និង allow service មួយចំនួនអញ្ចឹងឥឡូវយើងធ្វើការ run ទៅលើ server របស់យើងអូខេចឹងឥឡូវវាកំពុងតារ៉ាន់អូខេអញ្ចឹងយើងធ្វើការ import លើ username របស់យើងអូខេឥឡូវយើងបានចូលមកដល់ server របស់យើងហើយអញ្ចឹងយើងធ្វើការ run command ទី1គឺយើង update នៅ package server របស់យើងimport password ចូលអូខេអញ្ចឹងយើងបាន update package របស់វាហើយអញ្ចឹងឥឡូវយើងធ្វើការ install នៅ open SSH server អូខេអញ្ចឹងខ្ញុំបាន run រួចរាល់ចូលដល់ comment ទី3យើងធ្វើការ enable វាម្ដងអូខេចាំតិចហើយយើងធ្វើការ check status របស់វាឃើញថាម៉ាស៊ីនហ្នឹងSSH យើងហ្នឹងគឺវាបានដំណើរការវា active អញ្ចឹងយើងធ្វើការ allow វាមួយទៀត allow SSH អូខេអញ្ចឹងឥឡូវយើងធ្វើការ check IP យើងអូខេឃើញថា IP យើងគឺ 192.168.100.187 អូខេឥឡូវយើងធ្វើការបើកនៅ PowerShell របស់យើងធ្វើការ ping វាចង់ដឹងថាវាដើរអត់192.168.100.187អូខេចឹងឃើញថាវាដើរវាស្គាល់ចឹងឥឡូវយើងធ្វើការដាក់ username របស់យើងចាំតិចអូខេយើងវាយ SSH username របស់យើង add ហើយយើង input ID របស់យើងចូល192.100.100.187អូខេយ៉ាវាយើងថា input password យើងចូលអូខេឥឡូវយើងបានចូលមកហើយវាក៏ភ្ជាប់ដែរយើង pwd មើល hostname អូខេអញ្ចឹងវីដេអូ run នៅ comment យើងបន្ទាប់lab ទី3នេះគឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំសូមអរគុណ